សិល្បករម្នាក់គូរូបស្រីស្អាតក្នុងសុបិនដោយបណ្ដាស្គាល់ចុងក្រោយបានជួបមនុស្សពិតរហូតកាន់ដៃគ្នារៀបការរឿងរ៉ាវសិល្បៈលាយឡំស្នេហាស្រមោលស្រមៃនិងស្ទើរតែមិនគួរឲ្យជឿមួយបានកើតឡើងចំពោះសិល្បករជនជាតិអ៊ីរ៉ង់លោកអាហាតសាឌីលោកបានបង្កើតស្នាដៃគំនូរមួយផ្ទាំងចេញពីការស្រមៃសុទ្ធសាធប៉ុន្តែជោគវាសនាតាក់តែនាំឲ្យលោកបានជួបមនុស្សស្រីដែលមានទម្រង់មុខដូចគ្នានេះបេះបិទក្នុងជីវិតពិតរឿងរ៉ាវនេះបានចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ2008នៅពេលដែលលោកអាហាតធុញទ្រាន់នឹងការដេញដោលពីម្ដាយរឿងយកប្រពន្ធលោកក៏បានសម្រេចចិត្តយករូបគំនូរស្ត្រីម្នាក់ក្នុងក្តីស្រមៃដោយប្រើប្រាស់បច្ចេកទេសសិល្បៈផ្ទាល់ខ្លួនឈ្មោះថាអាហ្សាណេហ្គារីដែលជាវិធីសាស្ត្រដុតឬប្រើកម្ដៅលើផ្ទាំងក្រណាត់ដើម្បីបង្កើតជារូបភាពនៅក្នុងដំណើរការបង្កើតស្នាដៃនោះលោកមិនបានយកគំរូតាមមនុស្សស្រីណាម្នាក់ឡើយគឺគូចេញពីការស្រមៃច្នៃប្រឌិតទាំងស្រុងលុះដល់ចុងឆ្នាំ2009លោកអាហាតបាននាំយកគំនូរផ្ទាំងនោះទៅដាក់បង្ហាញនៅពិព័រណ៍សិល្បៈមួយកន្លែងនាទីក្រុងតាព្រីអ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺក្នុងចំណោមអ្នកចូលរួមទស្សនាមានសិល្បករនីម្នាក់ដែលមានឈ្មោះថាប៉ារីសាការ៉ាណេហាតបានឈរស្រឡំកាំងនៅចំពោះមុខរូបគំនូរនោះព្រោះទាំងសក់រួញភ្នែកនិងទម្រង់មុខគឺដូចគ្នានឹងរូបនាងបេះបិទតែម្ដងលោកអាហាតខ្លួនឯងក៏ភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបានឃើញនាងប៉ុន្តែដោយសារពេលនោះប៉ារីសាមានគូស្នេហ៍រួចទៅហើយអ្នកទាំងពីរក៏បានបែកផ្លូវគ្នាទៅវិញទាំងសោកស្ដាយទោះជាយ៉ាងណាព្រហ្មលិខិតមិនបានបោះបង់ពួកគេឡើយប្រមាណ1ឆ្នាំកន្លះក្រោយមកលោកអាហាតបានស្វែងរកឃើញគណនី Facebook របស់ប៉ារីសាដោយចៃដន្យនៅពេលដឹងថានាងបានផ្ដាច់ចំណងស្នេហាហើយត្រឡប់មកនៅ Single វិញលោកក៏បានព្យាយាមណាត់នាងទៅញ៉ាំអាហារជាការចាប់ផ្ដើមនាងក៏បានយល់ព្រមចេញទៅញ៉ាំអាហារជាមួយលោកនៅក្នុងការណាត់ជួបលើកដំបូងនោះលោកអាហាតបានសម្រេចចិត្តសុំនាងរៀបការភ្លាមៗទោះបីជាប៉ារីសាមិនបានឆ្លើយតបភ្លាមៗនៅយប់នោះក៏ដោយប៉ុន្តែនៅថ្ងៃបន្ទាប់នាងបានទូរស័ព្ទទៅលោកហើយយល់ព្រមទទួលយកសំណើរៀបការនោះដោយក្តីរីករាយស្នាដៃសិល្បៈដែលកើតចេញពីការស្រមោលស្រមៃច្នៃប្រឌិតបានក្លាយជាស្ពានចងនិស្ស័យនាំឲ្យសិល្បកររូបនេះបានជួបគូព្រេងពិតប្រាកដក្នុងជីវិតយ៉ាងអស្ចារ្យនិងរ៉ូមែនទិកបំផុត